សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំលើកយកពីលំហាត់មួយថ្ងៃនេះធ្វើបានតែមួយទេគឺ b ស្មើនឹង limit x ខិតត្រូវ1ឬ x ដក1លើ x ដក1អញ្ចឹងមុននឹងយើងធ្វើលុះត្រាតែយើងដឹងរៀង provision ដើម្បីអាចកណនាបានវាងាយបើសិនជាអត់ដឹងទេគឺវាពិបាកឧទាហរណ៍រៀងអណនលើអណនអញ្ចឹងយើងត្រូវចាប់ឬក្រេកពូជកតារៀង0លើ0យើងត្រូវចាប់អាកតា0ចេញដើម្បីសម្រួលវាចោលអញ្ចឹងយើងយកទៅជំនួស x ស្មើ x ខិតត្រូវ1អញ្ចឹងយើងអាចយក x ស្មើ1ជំនួសចូលក្នុងអនុគមហ្នឹងអញ្ចឹងឬ1ដក1វាស្មើនឹង0លើ0រៀងរបស់វាគឺ0លើ0អញ្ចឹង0លើ0យើងត្រូវមិនអ្វីដែលយើងចង់បានគឺយើងចង់បានកតាមួយគឺ x ដក1អញ្ចឹងយើងចង់បានកតាហ្នឹងគឺកតាហ្នឹងគឺកតា0មិនចឹងពីព្រោះយើងយក x ស្មើ1គឺវា0អញ្ចឹងកតាហ្នឹងកតា0អញ្ចឹងយើងធ្វើប្របាយឲ្យលើមិនអាខោមិនដើម្បីឲ្យបានកតាហ្នឹងមួយម្នាក់ដើម្បីសម្រួលទៅគឺវាអស់0មកអញ្ចឹងខ្ញុំបង្គន់នឹងកសោបឆ្លាស់លើអញ្ចឹង limit x ខិតត្រូវ1យើងគុណនឹងកសោបឆ្លាស់លើអញ្ចឹងវាបានឬ x ដក1កតាឲ្យ x បូក1លើឲ្យ x ដក1លើឬ x បូក1អញ្ចឹងពេលខ្ញុំគុណទៅគឺខ្ញុំអាចសម្រួលខ្ញុំអាចចែកវាហួយបានអ្វីវាដូចដើមអញ្ចឹងអានេះយើងមានរូបមន្តមួយគឺនិយាយថាកសួនឆ្លាស់គឺខ្ញុំដឹងហើយ x ខិតទៅរក1អានេះអញ្ចឹងវាបាន x ដក1លើឲ្យ x ដក1នេះឥឡូវយើងបានកសោមហ្នឹងហើយអញ្ចឹងយើងបានកសោមហ្នឹងហើយយើងអត់មានអីទៀតទេគឺយើងសម្រួលវាចោលតែហ្មងទៅអញ្ចឹងឥឡូវសម្រួលចោលទៅវាបានហើយយើងជំនួសចូលហ្មងទៅវាស្មើទៅនឹង1លើ2អាហ្នឹងយើងបបែកអញ្ចឹងក៏បានទី1ទី2គឺយើងអាចបបែកអាខោមទៅលើបបែកអាខោមឲ្យចេញឲ្យលើមិនឥឡូវយើងនិយាយថាx ដក1 x ដក1ស្មើនឹងអីអានេះវាអាចនិយាយថាវាមិនស្មើទៅនឹង x ឈប់មិនឆ្លអាហ្នឹងយើងត្រូវការចែក x ដក1បាត់ x ដក1កតាឬ x បូក1វាត្រូវបានអញ្ចឹងមិនចឹងអានេះយើងគុណចោលយើងលាអាចថាអាហ្នឹងយើងអាចចេះថា x ការ៉េដក x ការ៉េដក1 x ការ៉េដក1គឺតម្រងមកវាអញ្ចឹងបើសិនយើងយកទៅជំនួសទៅអានេះវាសម្រួលបានអានេះវិញអញ្ចឹងអ្វីដែលយើងចង់បានគឺអង្កសោមនេះយើងយកទៅសម្រួលវាលើតែយើងអានេះគឺយើងបបាយពីលើដើម្បីសម្រួលជាមួយតែពេលយើងយកអញ្ចឹងយើងអាចចំណាំក៏បានដែរយើងចង់បាត់បើរៀង0 0យើងអាចយកថាយ៉ាងនេះយើងចង់បានកសោមគឺយើងយកអង្កសោមនេះ x ដក1យើងធ្វើមិនឲ្យបានកសោមនឹងសម្រួលលើខោមួយមកអស់ជួនកាលវាអត់មានមកតង់ណាវាអាចធ្វើយ៉ាងភាសាហើយវាត្រូវការធ្វើពី3សារយ៉ាងទៀតបានវាសម្រួលបានចឹងអានេះយើងជំនួសទៅគឺវាស្មើ1លើ2ដូចគ្នាយើងអត់ធ្វើប៉ុន្តែចង់ផ្ទៀងផ្ទាត់វាសាគឺអាចបានគឺយើងអាចប្រើឡូពីតាល់ហ្នឹងគឺយើង derivative លើខោមឥឡូវអ្នកគ្នាអាចយកទៅ derivative លើខោមស្មើសាកមើលគឺយើង d ទៅ d ឬ x ស្មើនឹងអី d អីចឹងទៅគឺជំនួសទៅវាប្រកាសជាស្មើ1លើ2ឯងតម្លៃរបស់វាពីព្រោះអាហ្នឹងគឺវាងាយដែរទេអញ្ចឹងគឺប៉ុណ្្នឹងបានហើយប្រហែលជា3នាទីអីគឺគ្រប់គ្រាន់ហើយបាទអរគុណ